ចឹងយើងចូលបញ្ចូលរូបថតចូលទៅក្នុងបញ្ចូលរូបថតសិនអញ្ចឹងយើងคลิกបាទដើម្បីបញ្ចូលរូបថតត្រូវដាក់ cursor ឲ្យចំទីតាំងរូបថតរួចចុចលើប៊ូតុងបញ្ចូលរូបថតចង់បញ្ចូលទាំងអស់ដោយឈ្មោះរូបថតទៅតាមលេខរៀងពីតូចទៅធំរួចចុចប៊ូតុងបញ្ចូលរូបថតបន្ទាប់មកคลิกរូបថតទាំងអស់បាទនេះយើងបញ្ចូលទាំងអស់យើងដូរតាមលេខរៀងនេះមកបាទប៉ុន្តែរូបថតខ្ញុំមានអត់គ្រប់ទេខ្វះប្រមាណសន្លឹកអញ្ចឹងអានេះយើងបញ្ចូលឲ្យមើលជាក់ស្ដែងអញ្ចឹងលេខ1អញ្ចឹងលេខ2អត់មានទេអញ្ចឹងយើងคลิกបានតែលេខ1ទេលេខ2ចន្លោះចោលលេខ3បាទលេខ4អត់មានអញ្ចឹងលេខ5បាទអញ្ចឹងលេខ5មានដល់លេខ6 7បាទមកដល់លេខប្រមាណខ្លះអត់មានលេខ10ទេបាទអញ្ចឹងវាចូលអញ្ចឹងយើងអញ្ចឹងវាមានពីលេខ11វិញបាទរូបថតខ្ញុំអត់គ្រប់គ្នាដែរ1134អត់មានទេមិន33បាទអញ្ចឹង35តែម្ដងងាយស្រួលបើយើងបដូរជាលេខរៀងអញ្ចឹងស្រួលយើងមិនបាច់មើលឈ្មោះផងយើងមើលរួចម្ដងហើយអញ្ចឹងមិញ33 35បាទ35 35 35ណា35អត់មាន49ទេមាន48ទៅមក50 50តែម្ដងបាទនេះវាផ្លោះអញ្ចឹងបើវាមានទាំងអស់ select ទាំងអស់តែម្ដងងាយដែរបាទប៉ុន្តែរូបថតយើងអត់មានទាំងអស់ទេ50អញ្ចឹង50ទាំងអស់ហ្នឹងណាវាអត់មានកន្លែងអត់ទេដោយសារតែវាតាមលេខរៀងទាំងអស់បាទអញ្ចឹងវាចូលមកទាំងអស់ហើយទេបាទការបញ្ចូលរូបថតมันមានអីពិបាកទេណាបាទអញ្ចឹងយើងចុច save